មួយដែរនៅក្នុងកំឡុងពេលដែលយើងចុះទៅយកព័ត៌មាននៅតាមសហគមន៍ខ្ញុំចង់ឃើញអីដែលខ្ញុំចង់ឃើញរដ្ឋាភិបាលគិតពិចារណាឡើងវិញចំពោះការចាប់ខ្លួនអ្នកសារព័ត៌មានទាំងបខំក៏ដូចជាយកយុតិធធរកយុតិធធឲ្យអ្នកដែលជាជនរងគ្រោះពិតប្រាកដជាពិសេសពលរដ្ឋដែលគាត់ទាមទាររកយុតិធធឬក៏អាចនិយាយបានថាចំនួនដីធ្លីណាមួយខ្ញុំចង់ឲ្យឃើញមុខអាជ្ញាធរជាខ្នងបឯកដែលជាអ្នកដោះស្រាយឲ្យប្រជាពលរដ្ឋផ្ទាល់មិនមែនត្រឹមតែពលរដ្ឋឬក៏ជាអ្នកសារព័ត៌មានដោះស្រាយទេនៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានចំនួន80.8%វាតម្លៃថាស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជាមានភាពល្អប្រសើរឡងមកខ្ញុំក៏ធ្លាប់បានទទួលការគម្រាមកំហែងច្រើនដែរទាំងចំពោះមុខទាំងប្រយោលទាំងគម្រាមកំហែងបែបបំផិតបំភ័យដូចជាខ្ញុំធ្លាប់ចុះទៅយកព័ត៌មានការកាប់បំផ្លាញព្រៃឡង់ខាងអាជ្ញាធរគាត់សួរសំណួរបែបបំភ័យមិនមែនជាការសួរសំណួរបែបដើម្បីចង់ដឹងនៅព័ត៌មានទាំងអស់ហ្នឹងហើយដើម្បីចាត់វិធានការទេគាត់សួរមកបែបថាតំបន់ហ្នឹងវាជាគេតំបន់ដែលគេកាត់ជ្រៀលយើងមិនអាចនិយាយបានថាតំបន់ហ្នឹងវាជាតំបន់ព្រៃឡង់ទេធ្វើទេបាទមិនគួរធ្វើទេបាទអញ្ចឹងហើយឬមួយក៏បើសិនជាក្នុងករណីដែលយើងមានសុតិធិនិយមថាស្ថានភាពសារព័ត៌មានយើងអាចនឹងមានភាពប្រសើរឡើងនៅឆ្នាំក្រោយៗទៀតទោះបីជាក្រសួងព័ត៌មានលោកមានរបាយការណ៍លោកចេញផ្សាយថាស្ថានភាពហ្នឹងល្អប្រសើរជាង1% ក៏ប៉ុន្តែយើងត្រូវទទួលស្គាល់ថា20% ហ្នឹងក៏ជាផ្នែកមួយដែលគួរតែមានការយកចិត្តទុកដាក់ដែរតើ21%ហ្នឹងគាត់ជួបបញ្ហាអីខ្លះអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនគាត់បានបង្ហាញរបាយការណ៍យើងឃើញវាមានចំនួនមួយដែលបើនិយាយទៅគឺថាមិនជាល្អប្រមាណទេសម្រាប់ប្រទេសយើងណាជាវេទិកាមួយមានសារៈសំខាន់ដែលចាំបាច់ត្រូវមានវត្តមានក្នុងការចូលរួមចែករំលែក